រឿងអធិការចិត្តអាក្រក់វគ្គទី3គំនិតអាក្រក់របស់សម្បត្តិប្រលឹមឡើងយើងឃើញវត្តមានលោកសម្បត្តិរៀបចំខ្លួនបំរុងចេញទៅធ្វើការលោកប៊ុនថាឃើញក៏សួរថាឯងទៅណាទៀតហើយសម្បត្តិនាយងាកមកតបជាមួយឪពុកវិញទាំងញញឹមស្រស់បាទលោកប៉ាកូនមានការចេញទៅកំពង់សោមល្ងាចទើបកូនត្រឡប់មកវិញឯងឆ្លៀតចូលផ្ទះសត្វឆាផងថាប៉ានឹកណាស់មិនដឹងថ្ងៃណានឹងបានទៅលេងទេបាទប៉ានាយឆ្លើយដោយពេញចិត្តពាក្យទាំងនេះមិនរំលងពីត្រចៀកកិរិយាឡើយនាងនឹកក្នុងចិត្តថាគេទៅចាក់រុករឿងខ្ញុំនិងលោកសត្យាទេដឹងប្រហែលហើយម្យ៉ាងទៀតពាក្យដែលហូរចេញមកពីក្រអូមមាត់របស់គេទាំងប៉ុន្មានគឺត្រូវគេអនុវត្តទាំងអស់នាងភ័យខ្លាចសម្បត្តិផ្ទុះរឿងនេះឡើងទៅម៉ាក់ប៉ាសត្យាមកស្ដីឲ្យនាងខ្មាស់សម្បត្តិធំជាងគេតែម្ដងគិតចុះគិតឡើងនាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនម៉ានីដើរចូលមកបងយ៉ាថ្ងៃទៅមើលកុនជាមួយខ្ញុំទេកិរិយាភ្ញាក់ពីអារម្មណ៍រវើរវាយខំធ្វើទឹកមុខធម្មតាបងអត់ស្រួលខ្លួនទេបើអញ្ចឹងខ្ញុំបបួលបងសត្យាឲ្យជូនខ្ញុំទៅមើលកុនម្ដងតើបងយ៉ាទៅទេបងមិនចង់មើលកុនទេអូនទៅជាមួយលោកសត្យាចុះអូលរួចនាងដើរចេញពីមុខម៉ានីពុំចាប់អារម្មណ៍ទេព្រោះនាងស្មានតែកិរិយាមិនស្រួលខ្លួនមែនបងយ៉ាបើបងមិនស្រួលខ្លួនចាំខ្ញុំកោះខ្យល់ឲ្យណាបងអរគុណហើយម៉ានីតែបងគ្មានឈឺស្អីធ្ងន់ធ្ងរទេគ្រាន់តែឈឺក្បាលបន្តិចបន្តួចប៉ុណ្ណោះនាងវាចារួចដើរចូលទៅក្រោយបាត់ពេលម៉ោង12ទើបយើងឃើញសត្យាបញ្ជារថយន្តចូលមកក្នុងវិឡារបស់ម៉ានីកិរិយាឃើញរថយន្តចូលមកដល់ភ្លាមនាងស្ទុះទៅហៅម៉ានីផ្លេតម៉ានីលោកសត្យាមកហើយបើគាត់សួររកបងប្រាប់ថាបងមិននៅទេទៅលេងម៉ែនៅឯវត្តណាមិនចាំបាច់កុហកដូចនេះនោះមកហើយកុំសួរច្រើនធ្វើតាមតែបងទៅម៉ានីទៅជាស្រឡំកាំងមិនយល់សាច់រឿងគេសោះតែនាងបែរជាញញឹមដាក់សត្យាព្រមទាំងបន្លឺវាចាបងសត្យាថ្ងៃនេះនាំអូនទៅមើលកុនម្ដងបានទេសត្យាតបទាំងរេភ្នែកមើលទៅបន្ទប់បណ្ដូលចិត្តចុះមានទៅទាស់ខុសអីបងជូនអូនទៅក៏បានតែកុំភ្លេចបបួលកិរិយាទៅផងបងកិរិយាគាត់មិននៅទេកិរិយាទៅណានាយសួរដូចភ្ញាក់ម៉ានីចាប់ចំណុចបានតិចហើយតើគេទាំងពីរនេះមានអាចកំបាំងអីខ្លះទៅម៉ានីធ្លាក់ទឹកមុខមិនក៏ចាំបាច់ភ្ញាក់ផ្អើលខ្លាំងម្ល៉េះបើអត់បងកិរិយាមួយបងអត់ទៅទេឬបងនាងសម្លក់សត្យាសើចលួងចិត្តប្អូនម៉ានីបងមិនទាន់ថាមិនទៅឯណាគ្រាន់តែសួរកិរិយាទៅណាបងឯងឥឡូវប្លែកណាស់តើបងមានទំនាក់ទំនងស្អីជាមួយគាត់ត្រូវម៉ានីសួរចំពេកសត្យាដកដង្ហើមធំម៉ានីឥឡូវបើមិនប្រាប់បងទេក៏ហីចុះហើយតើលោកពូមកពីបាត់ដំបងតាំងពីល្ងាចឬណែបងសត្យាកុំអាវសួរត្រូវឆ្លើយនឹងសំណួរអូនសិនសំណួរស្អីនៅរាក់ជ្រួញចិញ្ចើមសំណួរដែលអូនសួរមុននេះបងមិនចេះឆ្លើយទេកុំបន្លប់បងសត្យាឆ្លើយទៅកុំប្រះចាក់ប្រធានណាអាយ៉ាម៉ានីឥឡូវដូចជាច្របាច់កបងពេកហើយបើបងនឹងកិរិយាជាគ្រូនឹងសិស្សនោះដូចជាអូនហើយនឹងបងដែរបងសត្យាឲ្យតែពិតដោយពាក្យបងថាមែនប្រយ័ត្នតែផ្ដេសផ្ដាស់មិនបានទេសត្យាសើចដោយហួសចិត្តចុះបើបងដណ្ដឹងកិរិយាធ្វើប្រពន្ធបងតើម៉ានីស្រែកខាត់ឈប់និយាយទៅអូនមិនចង់ឮពាក្យអស់នេះទេបើបងហ៊ានធ្វើដូច្នេះអូននឹងឈប់រាប់អានបងហើយណាម៉ានីអូនកុំមានចិត្តអាក្រក់ដល់ម្លឹងពេកតែបើអូនបិទសេរីភាពរបស់គេពេកតើបេះដូងគេនឹងឈឺចាប់នឹងអូនយ៉ាងណាបើរូបអូនត្រូវគេខាត់ខាំងក្នុងរឿងស្នេហាតើអូនតូចចិត្តប៉ុណ្ណារូបកិរិយាក៏ឈឺចាប់ប៉ុណ្ណោះដែរម៉ានីនាងតបវិញទាំងមុខស្មើបងសត្យាអូនមិនមែនហាមឃាត់បងកិរិយានោះទេតែអូនមិនចង់ឲ្យបុរសម្នាក់ដែលអូនសត្យាក្មួយមកដល់ពីថ្មណាដែរសត្យានិងម៉ានីភ្ញាក់ងាកមុខមកជំរាបសួរលោកពូក្មួយមកដល់មុននេះបន្តិចហើយពុំបានឡើងទៅជួបនឹងលោកពូនៅខាងលើមកឡើងទៅខាងលើឬក៏មិនទាន់ញ៉ាំបាយទេបើមិនទាន់ញ៉ាំចាំឲ្យកិរិយាវារៀបចំបាយទឹកឲ្យណាក្មួយឬតែកិរិយាសត្យាសម្លឹងមុខម៉ានីប្រញាប់ឆ្លើយលោកប៉ាបងកិរិយាអត់នៅទេណាវាទៅពីថ្មណាចាស់មុននេះបន្តិចបើអញ្ចឹងអូនឯងរៀបបាយឲ្យបងផងទៅ
មិនបាច់ទេលោកពូក្មួយញ៉ាំបាយផ្ទះពួកម៉ាក់រួចហើយចុះឯងប្រញាប់ទៅណាទៀតលោកប៉ាបងសត្យាគាត់ជូនកូនទៅមើលកុនបើអញ្ចឹងប្រញាប់ទៅបាទលោកពូពោលរួចនាយចូលទៅផ្លាស់សម្លៀកបំពាក់រួចដើរតម្រង់បន្ទប់តែម៉ានីស្ទុះទៅខាត់ទាំងបុកពោះតិចឈប់សិនបងសត្យាបងទៅងូតទឹកអណ្ដូងខាងក្រោយផ្ទះទៅទឹកម៉ាស៊ីនមានចាំបាច់អីទៅងូតទឹកអណ្ដូងពោលរួចបើកទ្វារបន្ទប់ទឹកតែកន្លឹះខាងក្នុងជាប់នាយគោះទ្វារនរណានៅក្នុងបន្ទប់ទឹកនឹងតិចអ្នកមីងតែដឹងណែប្រហែលម៉ាក់ហើយឯងរកអីសត្យាម៉ានីម៉ាក់នៅឯនេះទេម៉ានីភ័យផ្អួចនឹងសម្ដីអ្នកស្រីទៀតនរណានៅក្នុងបន្ទប់នឹងម៉ានីចាស់អត់ដឹងទេម៉ាក់យីចុះកិរិយាទៅណាហើយអ្នកស្រីគោះទ្វារបន្ទប់ខ្លាំងបើកទ្វារនរណានៅក្នុងបន្ទប់នឹងគួរឲ្យអាណិតកិរិយាណានាងរន្ធត់ចិត្តពេកក៏ឆ្លើយថាចាស់គឺខ្ញុំទេលោកអ៊ំទ្វារបន្ទប់បើកឡើងកិរិយាមុខស្លាំងសត្យាភ្លាត់មាត់កិរិយាមិនក៏ធ្វើដូច្នេះអត់ចម្លើយទេមានតែម៉ានីទេនាងអស់សំណើចខ្លួនឯងអ្នកស្រីគ្មានវាចាមួយម៉ាត់ទេគាត់ដើរចេញតាមក្រោយកិរិយាទៅម៉ានីអូននិងកិរិយានាំគ្នាលេងល្បែងអីជាមួយបងនឹងម៉ានីហួសចិត្តខ្លួនឯងចាស់អូនមិនដឹងដែរតែបងកិរិយាប្រាប់ឲ្យអូនកុហកបងអូនក៏កុហកតាមគាត់ទៅអូនដឹងថាកិរិយាខឹងនឹងបងរឿងអីទេអូនមិនដឹងទេឆាប់ងូតទឹកទៅដល់ម៉ោងឥឡូវហើយនាយចូលក្នុងបន្ទប់ទឹករួចបន្តទៀតអូនម៉ានីអូនបបួលកិរិយាទៅមើលកុនឬទេបងងូតទឹកទៅចាំអូនទៅសួរកល្យានចូលក្នុងបន្ទប់កិរិយាឃើញអ្នកស្រីកំពុងសួរនាងកិរិយាក្មួយមានរឿងអីប្រាប់អ៊ំមើលចាស់គ្មានរឿងអីទេលោកអ៊ំក្មួយឃើញលោកសត្យាតម្រង់ទៅក្មួយធ្វើជាបិទទ្វារទេតើលោកអ៊ំនាងដោះស្រាយយ៉ាងធូរអ្នកស្រីជឿស្លង់កំខឹងអ៊ំអីណាកិរិយាចាស់មិនអីទេលោកអ៊ំម៉ានីកូនឯងនាំកិរិយាទៅមើលកុនផងចាស់ម៉ាក់ម៉ានីអង្គុយមើលមុខកិរិយាដោយអស់សំណើចម៉េចបងយ៉ាខ្ញុំថាកុំឲ្យរត់ពួនឥឡូវឈប់និយាយទៅបងខ្មាស់លោកសត្យាណាខ្មាស់អីទៅមើលកុនជាមួយអូនបងមិនទៅទេអូនទៅមើលចុះសត្យាចូលមកដល់ដោយមានទឹកមុខស្ងប់ស្ងួតគេសម្លឹងទៅកិរិយាមិនដាក់ភ្នែកកល្យានមិនហ៊ានមើលមុខគេទេនាងអោនមុខជ្រុបដោយពេលនេះម៉ានីទៅសម្អាតកាយសត្យាឆ្លៀតសួរកិរិយាអូនមានរឿងអីស្រីតូចមិនឆ្លើយទេសត្យាបន្តទៀតអាយ៉ាកិរិយាអូនថ្ងៃនេះដូចជាចម្លែកណាស់ឬមួយអូនខឹងនឹងបងនាងឆ្លើយមិនរួចទេសត្យាតឹងចិត្តណាស់គេសឹងតែស្ទុះទៅក្រសោបកាយស្រីព្រោះបេះដូងគេកំពុងតែច្របូកច្របល់ខ្លាំងណាស់គេបែរជានិយាយបន្លប់អាយ៉ាបងសូមអង្វរទៅដើរលេងជាមួយបងទៅខ្ញុំមិនស្រួលខ្លួនទេសូមលោកអញ្ជើញចុះឬសំដីមួយឃ្លានេះសត្យាស្រងាក់ចិត្តទទួលម៉ានីមកដល់ល្មមតោះបងសត្យាគេមិនតបទេនាយសម្លឹងមុខម៉ានីរួចងាកទៅកិរិយាប៉ះនឹងភ្នែកនាងសម្លឹងមកនាយស្រពោនក្នុងចិត្តព្រមទាំងបណ្ដើរម៉ានីចេញទៅផងតើសត្យាសប្បាយចិត្តនឹងបណ្ដើរជាមួយម៉ានីទេបើយើងក្រឡេកមើលសម្បត្តិតើមានព្រឹត្តិការណ៍យ៉ាងណានៅក្នុងបន្ទប់ទទួលភ្ញៀវមួយសែនស្ងាត់ជ្រងំយើងឃើញលោកប្រុសនិងអ្នកស្រីរៀងចំណាស់បន្តិចទៅហើយកំពុងសួរព័ត៌មានពីសម្បត្តិមេចរុកលោកបានសួរទៅសម្បត្តិមួយដោយសុភាពថាតើក្មួយដឹងរឿងនេះពិតហើយមែនទេលោកសម្បត្តិក្រេបទឹកក្រូចបន្តិចទៅពោលលោកអ៊ំក្មួយមិនកុហកទេបើលោកអ៊ំមិនជឿ2-3ថ្ងៃទៀតសត្យាវាមកកំពុងសោមហើយលោកប្រុសងក់ក្បាលមួយមិនអីទេចាំមើលវាមកអ៊ំនឹងចូលស្ដីដណ្ដឹងឲ្យវាភ្លាមលោកស្រីច្រឡោតតោងភ្លាមយ៉ាងម៉េចប៉ាវាឯងចង់យកកូនប្រសារបៀបខ្ញុំគេនឹងឬចង់ធ្វើថោកទាបដោយសារតែលោកកូនសត្យានឹងឬមិនមែនទេម៉ាក់វាយើងត្រូវប្រើល្បិចត្រជាក់សិនណានឹងហើយផ្អែមដោយប៉ាវាឯងជាង10ឆ្នាំមុននឹងឬសត្យាវាធ្វើនេះវាចង់អូសទាញមុខមាត់ប៉ាវាឯងទៅបោះចោលនៅកណ្ដាលទីក្រុងហើយបានហើយម៉ាក់វាកុំរំលឹករឿងពីអតីតកាលនោះខ្ញុំខំបំភ្លេចវាឥឡូវម៉ាក់វាឯងចង់រំលឹកឡើងវិញឬលោកស្រីបាត់មាត់លេងតលោកប្រុសបន្តមុននឹងយើងធ្វើអ្វីចំពោះកូនយើងត្រូវរកមធ្យោបាយណាមួយមកបំផន់ភ្នែកវាកុំឲ្យវាដឹងខ្លួនតាន់បើយើងចេះតែប្រើធัวក្តៅទៅកូនយើងនឹងក្លាយទៅជាជនខិលខូចហើយនឹងខូចចិត្តក៏មានដែរទុក
ឲ្យខ្ញុំជាអ្នកគិតគូរព្រោះខ្ញុំធ្លាប់ឆ្លងកាត់អស់ហើយតែខ្ញុំមិនឲ្យកូនធ្វើតម្រាប់តាមខ្ញុំទេកុំឲ្យមានពាក្យដូចម៉ាក់វាឯងថាទៀតហើយពូជពងត្រកូលយើងក៏វាមិនសមឬកូនប្រសាដូចនេះដែរអ្នកស្រីនិងសម្បត្តិអង្គុយស្ដាប់លោកប្រុសនិយាយរៀបរាប់ពីគោលបំណងរបស់គាត់យ៉ាងយកចិត្តទុកដាក់សម្បត្តិប៉ាម៉ាក់ក្មួយសុខសប្បាយទេបាទលោកអ៊ំសុខជាធម្មតាទេលោកប៉ាគាត់នឹកលោកអ៊ំទាំងពីរណាពុំមានពេលទំនេរនឹងមកលេងជាមួយនឹងលោកអ៊ំទេមិនអីទេតែអ៊ំទេជាង10ឆ្នាំមកហើយអ៊ំពុំដែលបានទៅលេងភ្នំពេញសោះព្រោះអ៊ំរវល់ណាស់តែមិនអីទេយ៉ាងយូរកន្លះខែទៀតអ៊ំនឹងឆ្លៀតទៅលេងម្ដងនិយាយអញ្ចឹងម៉ានីប៉ុណ្ណាហើយអូបាទក្រមុំស្ដោកទៅហើយលោកអ៊ំម៉ាក់វាបើម៉ានីធ្វើកូនប្រសាយើងឯងពេញចិត្តទេបើបានក្មួយម៉ានីទៅរកឯណាទៀតងាយស្រួលនឹងមិនបែកទ្រព្យសម្បត្តិណាប៉ាវាគិតទៅម៉ាក់វាស្រឡាញ់ទ្រព្យសម្បត្តិណាស់ទៅកាលជាង10ឆ្នាំមុនចិញ្ចឹមក្មេងស្រីម្នាក់ដែលត្រូវជាសាច់ឈាមទាំងដុំរបស់ខ្ញុំដែរម៉ាក់វាឯងមិនព្រមទេឥឡូវតែសត្យាវាការប្រពន្ធហើយទៅនៅដោយខ្លួនហើយម៉ាក់វាឯងគ្មានកូនឯណានៅចិត្តទៀតទេមិនខ្វះអ្នកបម្រើទេប៉ាវាហើយខ្ញុំក៏មិនស្ដាយដែរកូនស្រីរហាមនោះសម្បត្តិគេអង្គុយស្ដាប់ដោយមិនយល់សាច់រឿងរួចពោលដោយញញឹមលោកអ៊ំម៉ោង12ទៅហើយក្មួយសុំជម្រាបលាលោកអ៊ំទាំងពីរសិនហើយយីក្មួយឯងមិនក៏ប្រញាប់ម្លេះទៅសម្រាប់លេងមួយយប់សិនទៅមិនអីទេលោកអ៊ំក្មួយសន្យាថាវិលល្ងាចផងអញ្ចឹងទៅចុះតែកុំឲ្យសត្យាដឹងឲ្យសោះណាបាទអ្នកស្រីឆ្លៀតផ្ដាំក្មួយសម្បត្តិបើឃើញសត្យាតាក់ទងជាមួយនាងយ៉ាងនោះទៀតក្មួយត្រូវដាក់កំហុសឲ្យនាងនោះខ្លាំងបន្តិចបាទទុកចិត្តខ្ញុំចុះលោកអ៊ំថ្ងៃនេះសម្បត្តិជាអ្នករាយការណ៍តែដូចជាពុំបានចាប់អារម្មណ៍អ្វីសោះព្រោះកិរិយាតែងតែកិច្ចមុខមិនឲ្យជួបនឹងសត្យាទេព្រោះនាងយល់ឃើញថាសត្រូវតាមឈ្នានីសនាងគ្រប់ដង្ហើមចេញចូលទាំងអស់សត្យាអ្នកមិនបានយល់ពីទឹកចិត្តកិរិយាទេអស់រយៈពេល3ថ្ងៃកន្លងមកហើយដែលអ្នកមិនបានជួបនឹងនិយាយរកកិរិយាព្រឹកនេះសត្យាគេត្រូវសុំច្បាប់ចេញទៅកំពង់សោមតែមុននឹងចេញទៅអ្នកឆ្លៀតងើបតាំងពីងងឹតដើម្បីយកឱកាសមកជួបនឹងកិរិយាមួយផ្លេតសំណាងល្អដែរត្រូវពេលព្រឹកនេះនាងងើបដោះឆ្នាំងខាងក្រោយផ្ទះពីងងឹតសត្យាគេដើរលោបទៅពីក្រោយរួចអង្គុយចិត្តខ្សឹបប្រាប់នាងអាយ៉ាបងទៅកំពង់សោមហើយយ៉ាងយូរ7ថ្ងៃទៀតម៉ាក់ប៉ាបងគាត់ចូលមកស្ដីដណ្ដឹងអូនហើយកិរិយាសែនរំភើបនឹងពាក្យនេះណាស់តែនាងបែរជាស្រពោនទៅវិញលោកសត្យាសូមលោកកុំសង្ឃឹមពេកលោកគួរគិតអាណិតម៉ានីខ្លះផងនាងលួចស្រឡាញ់លោកដោយស្មោះតើលោកធ្វើនេះចង់ឲ្យនាងក្អួតឈាមមែនទេឈប់និយាយអាយ៉ាអូនឃើញបងស្និទ្ធស្នាលនឹងម៉ានីទើបអូនអន់ចិត្តនឹងបងមែនទេនរៈចាប់ដៃនាងជាប់តែកិរិយាក៏ត្រាក់ចេញខុសស្រឡះហើយលោកសត្យាតាមពិតដើម្បីសេចក្តីសុខដល់ខ្ញុំដែលរស់នៅលើទ្រនំខ្ពស់នេះផងលោកគួរបំភ្លេចពាក្យទាំងនេះចោលទៅហើយខ្ញុំគ្មានវាសនាបែបនឹងទេពោលចប់កិរិយារត់ចេញពីមុខសត្យាបាត់ស្រមោលធ្វើឲ្យសត្យាហឹងត្រចៀកតែគេសង្ឃឹមជានិច្ចថាគេត្រូវបានសម្រេចជាដាច់ខាតនរៈចូលក្នុងវិឡាវិញដើម្បីលាមាមីងទាំងពីរត្រឡប់ទៅកំពង់សោមវិញ